ជំរាបសួរបងអរគុណច្រើនសម្រាប់ការអនុញ្ញាតឲ្យបងមកជួបសម្ភារបងនៅក្នុងថ្ងៃនេះណាអញ្ចឹងបងមានសំណួរចង់សួរបងតាក់ទងនឹងការនាំចេញផលិតផលរបស់ក្រុមហ៊ុនបងថាតើទីផ្សារណាដែលជាទីផ្សារចម្បងរបស់ក្រុមហ៊ុនបងចាបងផលិតផលយើងភាគច្រើនបាននាំចេញទៅសហរដ្ឋអាមេរិកដែលជាតំបន់ដែលជាតំបន់ដែលតម្រូវការខ្ពស់ហើយក៏ផ្ដល់នៅឱកាសដល់ផលិតផលរបស់ស្រុកខ្មែរយើងផងដែរអូហើយចំពោះការនាំចេញវិញតើវាបានជួយអ្វីខ្លះទៅដល់សេដ្ឋកិច្ចក្នុងស្រុកយើងដែរបងចាសម្រាប់ការនាំចេញហ្នឹងមិនត្រឹមតែជំរុញដល់សេដ្ឋកិច្ចរបស់យើងទេបន្ថែមទាំងបានដល់ឱកាសការងារដល់ប្រជាពលរដ្ឋយើងជាពិសេសបងប្អូនស្ត្រីដែលនៅតាមទីជនបទឲ្យទទួលបានចំណូលថេរហើយនឹងផ្ដល់ជីវភាពឲ្យគាត់កាន់តែប្រសើរឡើងអរគុណច្រើនបងបាទលោកសួរបងអញ្ចឹងបងគឺជាកម្មករនយោជិតនៅរោងចក្រនេះមែនទេបងបាទអញ្ចឹងបងមានសំណួរសួរបងដូចគ្នាក្នុងនាមបងជាកម្មករនយោជិតអញ្ចឹងតកតងនឹងពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកបងគិតយ៉ាងម៉េចដែរថាវាអាចជួយទៅបានទៅដល់គ្រួសារបងក៏ដូចជាខ្លួនបងផ្ទាល់បាទបងវាអាចធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់ខ្ញុំកាន់តែប្រសើរជាងមុនខ្ញុំអាចបង់ថ្លៃសាលារបស់កូននិងដោះស្រាយបញ្ហាប្រចាំថ្ងៃបានច្រើនលើសពីនេះទៅទៀតលទ្ធផលដែលខ្ញុំបានផលិតនិងលទ្ធផលដែលខ្ញុំបានផលិតជាមួយមិត្តរួមការងាររបស់ខ្ញុំវាអាចលក់នៅក្រៅប្រទេសដូចជាសហរដ្ឋអាមេរិកបាទបងបាទអញ្ចឹងតាក់ទងនឹងពាណិជ្ជកម្មនេះមិនត្រឹមតែជាទិន្នន័យទេប៉ុន្តែវាបានជួយដល់កម្មគ្រួសារបងក៏ដូចជាកម្មករនយោជិតជាច្រើនដែលមានជីវភាពកាន់តែល្អប្រសើរជាងមុនចាំបងឲ្យតំណែងពាណិជ្ជកម្មនេះមានតួនាទីសំខាន់ក្នុងណាព្រោះវាមិនត្រឹមតែវាជួយលើកកម្ពស់ដល់ការនាំចេញទេប៉ុន្តែថែមទាំងដល់ឱកាសដល់យើងឲ្យបានសហការជាមួយនឹង brand ធំៗដូចជា Gap និង Nike ផងដែរហើយការសហការនេះមិនត្រឹមតែរួមបញ្ចូលក្នុងការបណ្ដុះបណ្ដាលបច្ចេកវិទ្យានិងវិជ្ជាជីវៈសម្រាប់ដល់អភិវឌ្ឍដល់បុគ្គលិកពួកយើងឲ្យអាចប្រឈមមុខនឹងទីផ្សារអន្តរជាតិមកអាចប្រកួតប្រជែងជាមួយនឹងទីផ្សារអន្តរជាតិផងដែរបាទអញ្ចឹងអរគុណច្រើនបងអរគុណសម្រាប់ការសម្ភាសន៍នេះអរគុណបងបាទជំរាបសួរបាទជំរាបសួរអញ្ចឹងអ្នកនេះតើអ្នកនឹងអាចវិភាគអំពីចំនួនពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបានផ្លាស់ប្ដូរយ៉ាងដូចម្តេចខ្លះក្នុងរយៈពេលកន្លងមកនេះចុងឆ្នាំតាមពិតទៅពាណិជ្ជកម្មហ្នឹងវាបានកើនឡើងពីក្រោម$1000 លាននៅក្នុងឆ្នាំ2020ប៉ុន្តែនៅក្នុងឆ្នាំ2024ហ្នឹងវាពិតជាមានការផ្លាស់ប្ដូរជាច្រើនដោយវាកើនឡើងទៅដល់$10,000 លានហើយកម្ពុជាគឺភាគច្រើនគឺនាំចេញនៅសម្លៀកបំពាក់ស្បែកជើងនិងសម្ភារៈប្រើប្រាស់ផ្សេងៗខណៈពេលដែលសហរដ្ឋអាមេរិកហ្នឹងបាននាំចេញនៅដូចជាម៉ាស៊ីនរថយន្តហើយនឹងផលិតផលកសិកម្មឧស្សាហកម្មផ្សេងៗទៀតបាទអញ្ចឹងយើងបានសង្កេតឃើញថាការរីកចម្រើនហ្នឹងគឺមានភាពគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនថាភាគីទាំងពីរទទួលបានអត្ថប្រយោជន៍អីខ្លះដែរចំពោះការផ្លាស់ប្ដូរពាណិជ្ជកម្មនេះចាបងសម្រាប់កម្ពុជាគឺទទួលបាននៅការងារនិងក៏ដូចជាធ្វើឲ្យរីកចម្រើននៅក្នុងផ្នែកសេដ្ឋកិច្ចខណៈពេលដែលសហរដ្ឋអាមេរិកហ្នឹងគឺពិតជាទទួលបាននៅផលិតផលមួយដែលពិតជាមានគុណភាពនៅក្នុងតម្លៃប្រកួតប្រជែងហើយវាពិតជាមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ភាគីទាំងសងខាងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាផងដែរបាទអរគុណច្រើនអ្នកនេះគេជំរាបសួរបងបាទអញ្ចឹងយើងសង្កេតឃើញថាការវិនិយោគអាមេរិកកើនឡើងជាបន្តបន្ទាប់រយៈពេលប្រហែលឆ្នាំនេះត្រូវទេបងហើយបងមានសំណួរចង់សួរបងថាតើវិស័យណាដែលទាក់ទាញការចាប់អារម្មណ៍ខ្លាំងបំផុតដែរបងបាទអរគុណគឺយើងផ្ដោតលើធម្មពលស្អាតសេវាកម្ម Digital និងកសិកម្មប្រកបដោយចីរភាពកម្ពុជាមានកម្លាំងពលកម្មវ័យក្មេងជាច្រើនទីតាំងយុទ្ធសាស្ត្រល្អនិងភាពបើកចំហក្នុងអាជីវកម្មដែលជាឧបសគ្គដ៏ល្អសម្រាប់ការវិនិយោគរយៈពេលវែងអូខេបងហើយតើតើនឹងអង្គការ USAID វិញតើគាត់មានការគ្រប់គ្រងផ្នែកណាខ្លះទេបងបាទអរគុណ USAID ផ្ដល់ការឧបត្ថម្ភក្នុងវិស័យធម្មពលស្អាតក្នុងការគ្រប់គ្រងទឹក
នឹងការអភិវឌ្ឍជំនាញការងារអីផ្សេងចឹងទៅហើយនឹងយើងក៏ចង់ឲ្យការយើងចង់ឲ្យការលូតលាស់ដល់ផលប្រយោជន៍ប្រកបផលប្រយោជន៍ដល់ប្រជាជនទាំងអស់មិនមែនតែអ្នកវិនិយោគតែប៉ុណ្ណោះទេប៉ុន្តែគឺដើម្បីប្រជារាស្ត្រទូទៅដែរ អូអញ្ចឹងគឺវាជាការវិនិយោគទៅលើវិស័យឯកជនក៏ដូចជាវិស័យអភិវឌ្ឍផងដែរត្រូវទេបង បាទត្រូវ បាទបង ត្រូវហើយការរួមគ្នានេះជួបបង្កើតដូចជាការបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព អូខេបងអរគុណច្រើនបងសម្រាប់សួស្តីអូនសួស្តីបាទអញ្ចឹងយើងសង្កេតឃើញថាទំនាក់ទំនងសេដ្ឋកិច្ច Digital កម្ពុជានិងអាមេរិកថ្មីនេះមានការកើនឡើងរីកចម្រើនខ្លាំងមែនទែនអញ្ចឹងបងមានសំណួរសួរទៅកាន់បងអូនថាតើដៃគូអាមេរិកក៏បានជួយខ្លះទៅលើវិស័យនេះដែរអូន ចាបងសម្រាប់អាមេរិកក៏បានចូលរួមក្នុងការគ្រប់គ្រងជាច្រើនក្នុងផ្នែកបច្ចេកទេសនិងនិងហេតុអញ្ញវត្ថុដែរហើយពួកគេបានផ្ដល់ឬការបង្រៀនដល់បច្ចេកទេសទំនើបនិងជួយថវិកាសម្រាប់អភិវឌ្ឍគម្រោងនឹងដែរបងហើយការគ្រប់គ្រងហ្នឹងជំនួយដល់ស្ថាប័ន Startup របស់ពួកខ្ញុំដែលជួយពង្រីកដល់សមត្ថភាពនិងប្រតិបត្តិការរបស់ខ្លួនហើយមិនត្រឹមតែនៅក្នុងប្រទេសទេបងនៅអាចពង្រីកទៅដល់តំបន់ផ្សេងៗនៅតាមជនបទដែរបងហើយបច្ចេក Startup ពួកខ្ញុំហ្នឹងกับ Startup កម្ពុជាពួកខ្ញុំហ្នឹងក៏បានបណ្ដុះបណ្ដាលទៅដល់យុវជនក្រោយៗទៀតឲ្យសម្រាប់ក្នុងការជំនាញសរសេរកូដហ្នឹងនៅតាមទីផ្សារ Digital និងសម្រាប់អនាគតដល់ពួកគាត់ដែរបង អូអញ្ចឹងយើងសង្កេតឃើញថាអាមេរិកបានជួយច្រើនខ្លាំងមែនទែនជាពិសេសបានផ្ដល់ឱកាសការងារទៅដល់យុវជនឲ្យមានជំនាញច្បាស់លាស់ទៅលើការសរសេរកូដក៏ដូចជាការយល់ដឹងពីទីផ្សារ Digital ហើយក៏យល់ដឹងពីបញ្ហាហិរញ្ញវត្ថុ Digital ផងដែរអញ្ចឹងមួយទៀតបងមានការ add up បន្ថែមបន្តិចទៀតបញ្ចូលបន្តិចទៀតដូចជាបងគិតថាអាមេរិកគាត់បានជួយផ្នែកទៀតដែរចំពោះយុវជនចំនួនក្រោយរបស់យើងហ្នឹងឲ្យគាត់មានការយល់ដឹងក៏ដូចជាមានសមត្ថភាពអាចប្រកបប្រជែងជាមួយនឹងទីផ្សារជាមួយនឹងប្រទេសផ្សេងៗជាមួយវិស័យលោកហើយក៏ដូចជាគាត់បានចូលរួមជាចំណែកមួយដ៏សកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជាយើងដែរបាទអរគុណច្រើនអរគុណអញ្ចឹងបងមានតែប៉ុណ្្នឹងអរគុណអូខេឥឡូវនេះយើងបានមកជួបជាមួយនឹងខាងសិស្សនិស្សិតដែលគាត់មកពីសហរដ្ឋអាមេរិកអញ្ចឹងយើងធ្វើការសម្ភាសគាត់ឥឡូវហ្មងទៅសួស្តីបងអូនបាទសួស្តីបងអូនជាសិស្សនិស្សិតដែលមកពីខាងសហរដ្ឋអាមេរិកអញ្ចឹងបងមានសំណួរចង់សួរទៅកាន់បងអូនដូចជាជាធម្មតាពាណិជ្ជកម្មគឺជាផ្នែកមួយប៉ុន្តែធនធានមនុស្សគឺជាផ្នែកដ៏សំខាន់បំផុតអញ្ចឹងតាមរយៈបទពិសោធន៍របស់បងអូនដែលបានសិក្សានៅបរទេសតើវាបានជួយអភិវឌ្ឍអ្វីខ្លះទៅដល់ខ្លួនបងអូនក៏ដូចជានិស្សិតផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាដែរដែលបានធ្វើដំណើរទៅសិក្សានៅអាមេរិក បាទបងការសិក្សានៅសហរដ្ឋអាមេរិកវាផ្ដល់ឲ្យខ្ញុំនៅជំនាញនិងបណ្ដាញទំនាក់ទំនងផ្សេងៗហើយខ្ញុំចង់មកត្រឡប់មកប្រទេសខ្ញុំវិញពេលដែលខ្ញុំរៀនចប់ហើយចាប់ផ្ដើមក្រុមហ៊ុនមួយដែលភ្ជាប់ជាមួយប្រទេសកម្ពុជាជាមួយនឹងទីផ្សារសកលជាពិសេសសហរដ្ឋអាមេរិកដែលមានជាប្រទេសដែលជាប្រទេសមហាអំណាចមួយបាទបងបាទជាក់ស្ដែងខ្ញុំបានជួបយុវជនជាច្រើនដែរដែលបានសិក្សានៅអាមេរិកហើយឥឡូវនេះខ្លាយជាអ្នកដឹកនាំអាជីវកម្មនៅកម្ពុជានេះហើយជាផ្នែកមួយនៃទំនាក់ទំនងពាណិជ្ជកម្មចង់បន្ថែមទៅលើនឹងទៀតគឺចង់និយាយថាតាមរយៈអាហារូបករណ៍នឹងការបណ្ដុះបណ្ដាលនឹងកម្មវិធីបដូរវប្បធម៌និងនិស្សិតកម្ពុជាបានទទួលបទពិសោធន៍យ៉ាងច្រើននិងយកចំណេះដឹងទាំងអស់នោះមកត្រឡប់មកអភិវឌ្ឍសហគមន៍វិញជំរាបសួរបងបាទអញ្ចឹងជាទូទៅរាល់តំណែងដំណងគ្រប់ផ្នែកទាំងអស់តែមានបញ្ហាប្រឈមដែរបងអញ្ចឹងបងអូនមានសំណួរសួរទៅបងថាតើបញ្ហាសំខាន់អ្វីនៅក្នុងពាណិជ្ជកម្មរវាងកម្ពុជាហើយនិងអាមេរិកដែលបងបានកត់សម្គាល់ក៏ដូចជាជួបប្រទះ អូខេសម្រាប់បញ្ហាប្រឈមមានដូច
ជាសំណងមូលដ្ឋានមិនគ្រប់គ្រាន់ច្បាប់នឹងបទបញ្ជាវគ្គច្បាស់លាស់ហើយនឹងបញ្ហាសិទ្ធិកម្មករប៉ុន្តែឱកាសគឺនៅតែមានសម្រាប់វិស័យដូចជាបច្ចេកវិទ្យាកសិកម្មហើយនឹងថាមពលក៏បន្ត អូខេបងអញ្ចឹងបើសិនបើមានការកែលម្អវិញតើវាអាចជួយឲ្យរីកចម្រើនទៅលើពាណិជ្ជកម្មកម្ពុជាអាមេរិកទាំងដូចនេះអត់ទេ ចាប៉ុន្តែបើសិនជាកម្ពុជាអាចកែលម្អភាពច្បាស់លាស់ទៅនឹងប្រសិទ្ធភាពទៅលើការដឹកជញ្ជូនវាអាចក្លាយទៅជាគោលដៅមួយដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់អាមេរិកផងដែរ បាទអរគុណច្រើនលោកអរគុណសូមអរគុណទាំងអស់គ្នាដែលបានចូលរួមនៅក្នុងកិច្ចសម្ភាសន៍នេះអញ្ចឹងជារួមមកយើងសង្កេតឃើញថាទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកមិនត្រឹមតែជួយទៅដល់សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេប៉ុន្តែវាបានជួយបង្កើននៅឱកាសការងារក៏ដូចជាឲ្យប្រជាជនយើងមានជីវភាពអីប្រសើរឡើងក៏ដូចជាមានភាពរីកចម្រើនរួម